បាទសួស្តីពុកម៉ែបងប្អូនសម្រាប់ថ្ងៃអាទិត្យនេះគឺជាបុណ្យភ្ជុំបិណ្ឌថ្ងៃទី2បាទបងប្អូនបានទៅប្រហែលវត្តហើយសម្រាប់អ្នកលក់នេះគឺមិនទាន់បានទៅទេដោយសារតែរវល់លក់បាទឥឡូវយើងទៅបញ្ចប់ម៉ោងលក់កាទៀវបងប្អូនណាហើយខ្ញុំចាប់តារៀបចំសាច់គោញៀនជូនបងដែលនៅខាងពេញហួតហើយនឹងស្ទឹងមានជ័យបាទឥឡូវគាត់យកឈុត$15ទាំងពីរបាទឥឡូវនេះខ្ញុំក៏ឆ្លៀតពេលថតវីដេអូញ៉ាំជូនបងប្អូនមើលបន្តិចទៅណាដោយសារតែយើងក៏រវល់លក់ព្រឹកផងថ្ងៃផងអញ្ចឹងបងប្អូនណាអញ្ចឹងរាល់ការខមមិននៅក្នុង TikTok អីគឺខ្ញុំមិនសូវជាបានតបច្រើនទេហើយបើបងប្អូនចង់ញ៉ាំសាច់គោញៀនគឺបងប្អូនអាចឆាតចូល Telegram ខ្ញុំណាលេខទូរស័ព្ទគឺនៅក្នុង profile TikTok ខ្ញុំបងប្អូនចូល profile TikTok ខ្ញុំទៅឃើញលេខទូរស័ព្ទហើយបងប្អូនអាចឆាតសួរព័ត៌មានបានគឺខ្ញុំចាំទទួលឆ្លើយបងប្អូនបានភ្លាមមកគឺមិនទុកយូរទេយ៉ាងយូរ 2-3 នាទីខ្ញុំឆ្លើយតបវិញហើយអញ្ចឹងបងប្អូនអាចញ៉ាំបានបាទគឺមានបន្លែមានសាច់មានទឹកត្រីមកហើយសម្រាប់ទឹកត្រីនេះបងប្អូនគឺរសជាតិឆ្ងាញ់ណាស់បងប្អូនខ្ទិះហ្មងបាទបងប្អូនមើលទៅឃើញដូចទឹកត្រីកោះកុងតែមិនមែនទេបងប្អូនខ្ញុំបញ្ជាក់ទៀតបាទវាមិនមែនជាប្រភេទទឹកត្រីកោះកុងទេតែវាស្តៀងនឹងតែគាត់ថាគ្រឿងវាច្រើនជាងរបៀបធ្វើវាហត់ជាងសាំចឹងថាវាសាំញ៉ាំច្រើនជាងណាហើយទឹកជ្រលក់នេះគឺមិនងាយធ្វើទេបងប្អូនគឺការធ្វើវាគឺប្រើពេលវេលាយូរហើយក៏ហត់ណាស់ដែរបងប្អូនអញ្ចឹងក្នុងមួយថ្ងៃខ្ញុំទទួលភ្ញៀវបានត្រឹមតែ20ប្រអប់ឬក៏30ប្រអប់តិចតួចបងអត់បានលើសនឹងទេអញ្ចឹងហើយបងប្អូនដែលចង់ញ៉ាំហ្នឹងអាចឆាតប្រាប់ពីល្ងាចថ្ងៃហ្នឹងអាចតន់ដូចបងងាកមិញហ្នឹងច្រើនអ្នកណាស់ដែលម៉ោង8 9គាត់ឆាតមកគឺអស់ហើយណាបងប្អូនណាដោយសារខ្ញុំមួយថ្ងៃគឺធ្វើបានច្រើនទេចឹងឲ្យបងប្អូនអាចចង់ញ៉ាំអីតាក់តងពីថ្ងៃពីអាស៊ីលអីកក់ទុកទៅដល់ម៉ោងពួកខ្ញុំរៀបចំដឹកឲ្យចឹងណាហើយសម្រាប់សាច់គោញៀននេះវិញបងប្អូននៅខាងចំការដូងគឺពួកខ្ញុំហ្វ្រីសេវាដឹកណាតែសម្រាប់តែបងប្អូនដែលនៅឆ្ងាយខុសពីចំការដូងគឺបងប្អូនពិបាកអស់សេវាខ្លួនឯងណាចឹងហើយរៀនចាញ់តែអ្នកចំការដូងបន្តិចបាទនេះឲ្យបងប្អូនសម្រាប់ទឹកត្រីញៀនគឺយើងត្រូវយកវាមកបុកប្រើដោយដៃបងប្អូនណាគឺបុកតតម៉ត់ចេញអាជីកខ្ទិះគ្រឿងវានឹងហ្មងបានញ៉ាំទៅឆ្ងាញ់ហើយទ្រាំតែបានមកជាទឹកត្រីទេបងខ្ញុំចង់ថាដៃនេះលក់នឹងប៉ោងអស់ហើយបងប្អូនអើយបុកម្នាក់ឯងអត់ឈ្នះតែឥឡូវតបុកគ្នា2នាក់3នាក់ហើយជួយគ្នាអញ្ចឹងទៅរួចរំអាមកត្បាល់ជូនបងប្អូនចេញជាឈុតបងប្អូនអើយបែកញើស